Assalamualaikum សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាថ្ងៃរយៈទី2នៅប្រទេសម៉ាឡេស៊ីហើយកន្លែងដែលខ្ញុំទៅនេះគឺផ្ទះសាច់ញាតិនៅតឡូអ៊ីនតាន់គឺញ៉ាំនំខេកក្រៅពីញ៉ាំនំខេកហើយគេមានត្រៀមអាហារនៅប្រទេសម៉ាឡេគឺគេត្រៀមយើងឲ្យយើងយកខ្លួនឯងចឹងណាដួសខ្លួនឯងគ្រាន់តែគេត្រៀមចំណីដាក់មកកន្លែងទឹកអីគេធ្វើឲ្យយើងហើយតែគេអត់ដួសឲ្យយើងទេគឺទម្លាប់នៅទីនេះទឹកយកខ្លួនឯងម្ហូបអាហារដួសខ្លួនឯងទៅតាមចំណូលចិត្តហូបតិចហូបច្រើនចូលចិត្តអីអត់ចូលចិត្តអីអញ្ចឹងចាស់ផ្ទះអត់ដួសឲ្យទេយើងដួសខ្លួនឯងហើយបើថាយើងហូបនៅក្នុងផ្ទះគេគឺយើងជួយលាងចានគេទៀតជួយលាងចានហ្នឹងមានន័យថាយើងលាងរៀងខ្លួនអ្នកណាអ្នកហូបអ្នកនឹងអ្នកលាងភាគច្រើនមានន័យថាយើងជួយម្ចាស់ផ្ទះយើងអត់អាចហូបហើយក្រោកចោលចានចោលឆ្នាំងដូចថាយើងមកគ្នា20នាក់ឯងចាស់ផ្ទះងាប់អីអញ្ចឹងគាត់ដូចថាទទួលយើងហត់ចឹងមិនមែនតែយើងម្នាក់ទេចាញ់ពីយើងទៅសាច់ញាតិផ្សេងគេចូលពី3ឡានទៀតចឹងណាដូចផ្ទះខ្ញុំអីគេចាញ់ចូលអញ្ចឹងទៅអាចនឹងម្ចាស់ផ្ទះហត់អញ្ចឹងនៅប្រទេសនេះគេជួយគ្នាម្នាក់ម្ដាយមួយជើងអីចឹងណាអ្នកណាមកផ្ទះខ្ញុំអីអញ្ចឹងខ្ញុំដាក់ម្ហូបអាហារលើតុដួសហូបខ្លួនឯងអីខ្លួនឯងហើយចានគេចង់លាងក៏បានអត់លាងក៏បានប៉ុន្តែផ្ទះខ្ញុំប្រើចានជ័រដែលហូបឲ្យចោលអញ្ចឹងណាខ្ជិលលាងខ្ជិលឲ្យភ្ញៀវលាងហើយម្ចាស់ផ្ទះក៏ខ្ជិលលាងដែរពួកអីឲ្យតារយ៉ាមកហត់ទៅហត់ទល់ភ្ញៀវអញ្ចឹងអត់មានពេលលាងចានទេអញ្ចឹងពេលរយ៉ាមកគឺប្រើចានជ័រផ្ទះខ្ញុំតែផ្ទះអ្នកខ្លះគាត់នៅតែប្រើចានធម្មតាអញ្ចឹងណាតែបើគេប្រើចានធម្មតាយើងញ៉ាំហើយយើងអាចជួយគេលាងចានអត់ចង់ជួយក៏បានដែរប៉ុន្តែនៅទីនេះទាំងប្រុសទាំងស្រីទាំងក្មេងចេះលាងចានរៀងខ្លួនអត់ឲ្យនរណាមកលាងចានជំនួសយើងបានទេដូចថាគេហៅសុជីវធម៌អញ្ចឹងណាទម្លាប់នៅប្រទេសនេះគឺអញ្ចឹងគេបរៀនក្មេងឲ្យចេះហូបបាយលាងចានខ្លួនឯងកុំឲ្យឪពុកម្ដាយលាងឲ្យភាគច្រើនគឺអញ្ចឹងនៅទីនេះអីប្តីប្រពន្ធអីប្រពន្ធកម្រលាងចានឲ្យប្តីភាគច្រើនគឺប្រពន្ធដាំបាយត្រៀមហូតអីដាក់លើតុហើយប្តីហូបមួយគ្នាជុំគ្នាក៏ដោយក៏កូនលាងចានរៀងខ្លួនគេហៅថាចេះទទួលខុសត្រូវអ្វីដែលខ្លួនធ្វើអញ្ចឹងយើងចេះហូបយើងចេះលាងកម្រប្តីប្រពន្ធលាងចានឲ្យគ្នាអញ្ចឹងតែអត់ចង់លាងឧទាហរណ៍ថាប្តីអត់ចង់លាងក៏ប្រពន្ធលាងឲ្យដោយសារតែចិត្តប្តីជួយរំលែកខ្លួនឲ្យហត់ប្រពន្ធខំធ្វើហូបដល់បាយឲ្យហូបគាត់ហត់ដល់អញ្ចឹងយើងចង់ទៅដូចថានៅទីនេះវាអត់xongអញ្ចឹងប្រុសនៅទីនេះស្ទើរតែគ្រប់គ្នាហូបបាយឲ្យលាងចានខ្លួនឯងក្មេងក៏ដោយលុះត្រាតែក្មេងនឹងអត់ទាន់ដឹងអីអត់ទាន់ចេះលាងចានខ្លួនឯងអញ្ចឹងណានេះគេហៅថាសូតូហ្នឹងមានបាយគេបាយតែបាយដុំគេហៅថាបាយស្កតហើយនឹងសាច់មាន់សណ្តែកលីងទឹកស៊ុបហើយនឹងតាំងហ៊ុនដែលគេយកទៅបំពងជាមួយប្រេងហើយដាក់ក្នុងហ្នឹងហើយនឹងខ្ទឹមបំពងហើយនឹងស្លឹកជីវ៉ាន់ស៊ុយរសជាតិវាខុសពីស៊ុបខ្មែរយើងខុសដាច់រសជាតិវាឆ្ងាញ់បែបផ្សេងអញ្ចឹងណាតែមកម៉ាឡេ7-8ឆ្នាំដំបូងគឺអត់ទាន់ឆ្ងាញ់ទេអត់ទាន់ត្រូវមកទេនៅតែគិតថាស៊ុបខ្មែរឆ្ងាញ់អញ្ចឹងណាដល់យើងនៅប្រទេសគេយូរទៅយើងចេះបែងចែកស៊ុបខ្មែរឆ្ងាញ់បែបខ្មែរស៊ុបម៉ាឡេឆ្ងាញ់បែបម៉ាឡេអញ្ចឹងព្រោះអត់ទាន់ជ្រាបម្ហូបអញ្ចឹងណាចាំបានហើយអរគុណច្រើន